ពាក់នាឡិកានេះវាដូចមាន clinic សុខភាពមួយបើក24ម៉ោងនៅលើកដៃយើងចឹងយើងដាក់ម្រាមដៃពិនិត្យលើ X-Tab sensor នេះត្រឹមតែ1នាទីវាអាច check up ពិនិត្យមើលសុខភាពរាងកាយយើងបានដល់ទៅ11មុខវាមិនដូចនាឡិកាធម្មតាដែលយើងឃើញពីមុននោះទេហើយធ្វើដែរអញ្ចឹងយើងអាចលើកទូរស័ព្ទបានហើយពេលដែលគេផ្ញើសារជាអក្សរខ្មែរមកវាមិនត្រឹមតែអាចមើលឃើញតួអក្សរច្បាស់នោះទេវាថែមទាំងផ្ដល់ឲ្យក្តារចុចអក្សរខ្មែរយើងមួយពេញអាចវាផ្ទាស់លើអេក្រង់ដែលចេះពន្លឺដល់ទៅ3000 nits នឹងផងដែរវាជា Huawei Watch Prime ប្រើនាឡិកានេះវាដូចពាក់គ្រឿងអលង្ការជាងនាឡិកាដោយសារ design លើនេះវា premium ខ្លាំងជាពិសេស material ដែលបំពាក់លើនេះគឺជាការផ្គុំយ៉ាងយកចិត្តទុកដាក់បំផុតវាប្រើ aerospace grade titanium នាឡិកានេះអាចរស់នៅដោយខ្លួនឯងបានដោយមិនចាំបាច់ប្រើ smartphone ក៏បាននិងអាចប្រើ eSIM ដាច់ផ្ទាល់លើនឹងបានទៀតផងហើយពេលដែលមានគេ call មកយើងអាចប្រើមេដៃប៉ះ2ដងលើដៃចង្អុលវានឹង detect ដឹងថាយើងចង់លើក call នឹងហើយបើក្រវាស2ដងឬក៏ reject មិនលើកវិញយើងក៏អាចធ្វើការបញ្ជាកាយវិការនេះលើការគ្រប់គ្រងតន្ត្រីផ្អាកម៉ោងរឬថតរូបភាពបានផងដែរវាជានាឡិកាដំបូងដែលផ្ដល់ឲ្យយើងអាចស្ទង់ blood oxygen នៅក្នុងឈាមតាមចង្អុលដៃចំណាយពេលត្រឹម10សេកណ្ឌប៉ុណ្ណោះហើយបូកជាមួយ sensor ជាង10លើនេះទាំង sensor វាស់កម្ដៅ sensor វាស់ចង្វាក់បេះដូងចំនួនទី6ក៏ដូចជា depth sensor វាបើឲ្យយើងអាច scan check up សុខភាពលើមុខងារ11មុខក្នុងនេះចំណាយពេលមិនលើស1នាទីនោះទេវាក៏អាចមុជចូលនៅក្នុងទឹកដល់ជម្រៅ40ម៉ែត្រផងដែរហើយមុខនាឡិកាលើនេះមានជាង100មុខនិងវាកុនគោលដែលផ្ដល់មកជាមួយនឹង Cosmap 3D ដែលនៅចិត្តយើងទៀតផងជាប់ជាមួយនឹង Android ក៏បាន iOS ក៏បានវាមិនមែនជានាឡិកាធម្មតាដែលយើងងាយរកទិញបាននោះទេ